អងយូរ៉ាប៊ីនិងកីឡាករបាល់ទាត់ Nick Taylor ត្រៀមដឹកដៃគ្នាចូលរោងការនៅខែឧសភាបញ្ចប់ជីវិតនៅលីវធ្លាប់តែបង្ហើបក្តីស្រឡាញ់ចំពោះលោក Nick Taylor មុនពេលនេះលោក Nick Taylor បានសប្រៃកញ្ញារ៉ាប៊ីវិញម្ដងដោយបានលុតជង្គង់សុំនាងរៀបការយ៉ាងផ្អែមល្ហែមបំផុតនៅចំពោះមុខអ្នកគាំទ្ររាប់រយនាក់អ្វីដែលពិសេសនោះមង្គលការអ្នកទាំងពីរអាចនឹងកើតឡើងនៅក្នុងអំឡុងខែឧសភាឆ្នាំ2025បន្ទាប់ពីចូលឆ្នាំថ្មីប្រពៃណីខ្មែររួចកញ្ញារ៉ាប៊ីនិងកីឡាករបាល់ទាត់ល្បីឈ្មោះ Nick Taylor បានស្រឡាញ់គ្នាច្រើនឆ្នាំមកហើយអ្នកទាំងពីរថែមទាំងបានជួបមុខគ្រួសារទាំងសងខាងរួចរាល់ដែររងចាំតែពេលវេលាល្អមកដល់តែប៉ុណ្ណោះកន្លងមករ៉ាប៊ីធ្លាប់បានប្រាប់ថានាងចង់ចំណាយពេលវេលាយ៉ាងយូរ2ឆ្នាំទៀតដើម្បីមើលចិត្តគ្នាជាមួយ Nick Taylor ដែលជាគូស្នេហ៍ខ្លួនដោយសារនាងមិនចង់ខកចិត្តពេលរៀបការហើយជួបប្រទះនៅការលែងលះគ្រាន់តែបង្ហើបប្រាប់មិនបានប៉ុន្មានថងស្រាប់តែថ្មីនេះលោក Nick Taylor បានសប្រៃកញ្ញារ៉ាប៊ីនៅចំណោមមុខអ្នកគាំទ្ររាប់រយនាក់ដោយបានលុតជង្គង់និងបានសុំកញ្ញារ៉ាប៊ីរៀបការធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលគ្រប់គ្នាដោយមិនបង្អង់យូររ៉ាប៊ីបានយល់ព្រមនិងទទួលចិញ្ចៀនរៀបការពីលោក Nick ភ្លាមហើយអ្នកទាំងពីរថែមទាំងបានបញ្ជាក់ចិត្តស្មោះចំពោះគ្នានៅចំពោះមុខអ្នកគាំទ្រដោយស្នាមថើបនិងសន្យារៀបការក្នុងពេលឆាប់បើតាមគម្រោងរ៉ាប៊ីនិងកីឡាករ Nick Taylor ត្រៀមដឹកដៃគ្នាចូលរោងការនៅក្នុងខែឧសភាឆ្នាំ2025ខាងមុខបន្ទាប់ពីពិធីចូលឆ្នាំថ្មីប្រពៃណីខ្មែររួចសម្រាប់កញ្ញារ៉ាប៊ីគឺចង់រៀបចំពិធីមង្គលការសាមញ្ញប៉ុណ្ណោះទៅតាមប្រពៃណីខ្មែរទស្សនិកជនជាច្រើនកំពុងទន្ទឹងរង់ចាំមើលកញ្ញារ៉ាប៊ីនិងលោក Nick Taylor ក្នុងឈុតមង្គលការសារព័ត៌មានការពិតញូព័ត៌មានពិតក្នុងដៃអ្នក